បានខ្ញុំសូមគោរពនឹងដឹងគុណដល់ជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំនិងលោកឪពុកនិងសម្ដេចបវរធិបតីយ៉ាងជ្រាលជ្រៅពីខ្ញុំហើយនឹងវីរៈកងបវរៈកងទ័ពទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រទេសការពារដែនអធិបតេយ្យភាពរបស់កម្ពុជាហើយនឹងសូមសួរសុខទុក្ខដល់បងនិងបងប្អូនដែលជនជាតិសិទ្ធិតាមបណ្ដាខេត្តបាទថ្ងៃនេះខ្ញុំសូមឆ្លើយតបនឹងចេញវីដេអូមួយដែលជាគំនិតរបស់ខ្ញុំហើយក៏ជាការស្រឡាញ់នៅសន្តិភាពរបស់ខ្ញុំដែលប្រមុខថ្នាក់ដឹកនាំគាត់បានប្រកាសថាប្រទេសកម្ពុជាគឺត្រូវការសន្តិភាពដូច្នេះហើយខ្ញុំក៏បានសូមឆ្លើយតបទៅនឹងឃើញខាងព័ត៌មានគាត់ថៃហ្នឹងហើយខាងខ្មែរយើងគាត់បានយកព័ត៌មានគាត់ថៃហ្នឹងមកបកប្រែជាភាសាខ្មែរតកតងនឹងថៃដាក់លក្ខខណ្ឌឲ្យកម្ពុជាយើងចំនួន3សម្រាប់បទច្បាញ់ចំនួន3សម្រាប់បទច្បាញ់គឺទី1គឺឲ្យកម្ពុជាយើងប្រកាសជាផ្លូវការមុនគេបង្អស់មានន័យថាឲ្យខ្មែរយើងប្រកាសជាផ្លូវការមុនគេមុនថាឈប់ធ្វើសង្គ្រាមថានឹងបញ្ចប់សង្គ្រាមហើយទី2គឺឲ្យកម្ពុជាយើងនឹងបង្ហាញពីដាច់ការបញ្ញាចិត្តដល់ស្មោះស្ម័គ្រនឹងធ្វើឲ្យប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ទៅលើការបត់ច្បាញ់ហ្នឹងហើយទី3ហ្នឹងគឺឲ្យយកចិត្តទុកដាក់នឹងកិច្ចព្រមព្រៀងដោះមានផ្សេងៗនៅតាមព្រំដែនហ្នឹងប៉ុន្តែចង់ប្រាប់ថាប្រមុខថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគាត់ឆ្លាតណាស់ហើយគាត់ដឹងច្បាស់ណាស់ហើយគាត់មើលឃើញទស្សនវិស័យពីជនជាតិសៀមដែលជាជនជាតិដែលអត់ប្រកាន់នូវសច្ចធម៌ជាជនជាតិមួយដែលតែងតែប្រើល្បិចសពបែបយ៉ាងដើម្បីឈ្លានពានដើម្បីរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងហើយគឺគាត់យល់ច្បាស់ណាស់គាត់មិនអាចទៅប្រកាសសុំចរចាឬក៏អីទេបើមិនយ៉ាងហ្នឹងគឺដាក់លក្ខខណ្ឌមកហ្នឹងគឺចង់ឲ្យខ្មែរទទួលស្គាល់ថាខ្មែរចាញ់សង្គ្រាមប៉ុន្តែចង់ប្រាប់ទៅស៊ីមិញថាជនជាតិប្រទេសខ្មែរជនជាតិកម្ពុជានិងប្រមុខដឹកនាំកម្ពុជាគឺគាត់គឺការគិតនិងការពលីការសម្រាប់ការសាមគ្គីនិងការរួបរวมគឺបានល្អខ្លាំងណាស់បានល្អមែនទែនជាពិសេសយើងមានបងវីរៈកងទ័ពដល់អង្គអាចក្លាហានដែលឈរជើងគ្រប់ស្ថានភាពការពារមរណភាពទឹកដីរបស់កម្ពុជាអញ្ចឹងខ្ញុំក៏សប្បាយចិត្តនៅពេលដែលខ្ញុំបានកើតជាជនជាតិខ្មែរហើយខ្ញុំមានប្រមុខថ្នាក់ដឹកនាំល្អខ្ញុំមានប្រមុខថ្នាក់ដឹកនាំដែលចេះស្រឡាញ់ប្រជាពលរដ្ឋខ្ញុំពិតជាមានបេះដូងនិងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឪពុកនិងសម្ដេចបវរហើយនឹងបងព្រះកងទ័ពទាំងអស់ដែលពលីគឺខ្ញុំចងចាំនៅការពលីរបស់បងនិងកិត្តិនាមរបស់បងធ្វើឲ្យខ្ញុំបានស្គាល់ថាអ្វីទៅជាសង្គ្រាមដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើនណាស់ទូទាំងប្រទេសគឺជឿចាប់ខ្លាំងមែនទែនជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណនិងសូមអរគុណចំពោះប្រមុខថ្នាក់ដឹកនាំនិងសម្ដេចបវរធិបតីព្រមទាំងបងព្រះកងទ័ពសូមឲ្យមានសុខភាពល្អនិងមានការរកស៊ីរីកចម្រើនហើយនឹងសូមឲ្យបងព្រះកងទ័ពជៀសផុតពីការប៉ុនប៉ងឈ្លានពានរបស់ជនជាតិអសៀមបាទសូមអរគុណ